ទទួលបានហិរញ្ញប្បទាន$50 លានពីធនាគារ CIMB ត្រៀមវិនិយោគនាំបច្ចេកវិទ្យា 5G មកកម្ពុជាកាលពីថ្ងៃទី31ខែមីនាឆ្នាំ2025ធនាគារ CIMB PLC និងក្រុមហ៊ុន Smart Axiata បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន$50 លានអាមេរិកជាទុនវិនិយោគដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបណ្ដាញនិងការត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យា 5G កិច្ចព្រមព្រៀងនៃហិរញ្ញប្បទានចំនួន$50 លានអាមេរិកនេះជាកាតាលីករដ៏សំខាន់ក្នុងការជួយគាំទ្រក្រុមហ៊ុន Smart ពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធបណ្ដាញសេវាអ៊ីនធឺណិតឲ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀតស្របពេលដែល Smart ត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G ក្នុងពេលអនាគតក្នុងនាមជាដៃគូហិរញ្ញវត្ថុដែលទទួលបានការទុកចិត្តខ្ពស់នៅប្រទេសកម្ពុជាជាង15ឆ្នាំមកនេះធនាគារ CIMB បដិញ្ញាចិត្តក្នុងការផ្ដល់លទ្ធភាពដល់បណ្ដាអាជីវកម្មនានាឬអតិថិជនបុគ្គលនៅធនធានហិរញ្ញវត្ថុដែលពួកគេត្រូវការភាពជាដៃគូនេះក៏ជួយពង្រឹងដល់ការតភ្ជាប់រវាងធនាគារ CIMB PLC ជាមួយសហគ្រាសព្រមទាំងធានាបាននូវសេវាធនាគារ Digital ដែលរឹងមាំដោយរួមគ្នាពន្លឿនវឌ្ឍនភាពផ្នែកបច្ចេកវិទ្យាបរិយាបន្នហិរញ្ញវត្ថុនិងកំណើនប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា